សូមអភិជនម្ដងមកញ៉ាំជាមួយនឹងនំ Kebab Tukites ហើយកន្លែងគាត់នេះល្បីខ្លាំងមែនតើហើយក៏មានច្រើនសាខាដែរមិនមែនលំឯណាគឺជនជាតិទូគីមកលក់ឲ្យយើងផ្ទាល់តែម្ដងទីតាំងដែលខ្ញុំកំពុងតែថតបង្ហាញបងប្អូននេះគឺនៅវិទ្យាល័យទួលស្លែងកន្លែងគាត់នេះគឺបើកចាប់ពីម៉ោង 7 កន្លះរហូតដល់ម៉ោង 8 យប់នំ Kebab កន្លែងគាត់នេះគឺឆ្ងាញ់មួយយ៉ាងហើយមិនមែនមានតែនំ Kebab ទេគឺមានអីផ្សេងពីនឹងទៀតកន្លែងគាត់នេះគឺមានលក់ Kebab សាច់មាន់និងសាច់គោហើយនៅក្នុងនឹងដែរគឺគេមានរសជាតិដល់ទៅ3ឲ្យយើងរើសមានដូចជារសជាតិដើមរសជាតិជូរនិងរសជាតិផ្អែមបើថានេះទេលាយ3មុខចូលគ្នានឹងក៏បានដែររសជាតិឆ្ងាញ់ម្យ៉ាងហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំ Kebab ញ៉ាំ steak ញ៉ាំ burger ញ៉ាំអីគឺអាចមករកកន្លែងគាត់បានព្រោះថាមានច្រើនមុខខ្លាំងមែនតើសម្រាប់អ្នកដែលជាម៉ួយថ្មីចង់សាគឺអាចសាបានកន្លែងគាត់នេះខ្ញុំធានាឲ្យថារសជាតិឆ្ងាញ់ខ្ញុំឲ្យ9លើ10មិនថាតែសាច់ឬក៏បន្លែសថ្មីទាំងអស់ជាពិសេសនឹងសាច់របស់គាត់គឺថ្មីមកពេលយើងដាក់ចូលក្នុងមាត់ហើយគឺវារៀង creamy នៅក្នុងមាត់តិចហើយរៀងស្រួយខាងក្រៅនិយាយរួមទៅគឺដឹងតែឆ្ងាញ់ខ្លាំងហ្មងហើយបើនិយាយពីតម្លៃវិញមិនបាច់ភ័យទេគឺតម្លៃសមរម្យខ្លាំងមែនតើហើយមួយនេះញ៉ាំម្នាក់ឯងអត់ចង់អស់ទេណាហើយវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា